សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះបន្ទាប់ពីយើងអាប់ដេតកម្មវិធី PK រូបចាប់ដៃពណ៌ក្រហម version 8.6 រួចមកខ្ញុំនឹងបង្ហាញមុខងារថ្មីចឹងប៉ះលើកម្មវិធីយើងមកហើយយើងចុច trade 3នេះមកចឹងយើងឃើញ version គឺ 8.6 ចឹងមុខងារថ្មីនៅក្នុងហ្នឹងគឺនៅពេលណាយើងចូលទៅ check in ចឹងសក់មួយដងយើងអត់ដែរកន្លែងទីផ្សារនេះសារនេះរាល់ដងយើងអត់ដែរ select ជ្រើសរើសទេវាមិនតម្រូវឲ្យយើងជ្រើសរើសទេបើមួយនឹងនៅក្នុងសារយើងជ្រើសរើសក៏បានអត់ក៏បានអញ្ចឹងតែបច្ចុប្បន្ននេះគឺតម្រូវទីមទាឲ្យបងប្អូនត្រូវតែជ្រើសរើសផ្សារហ្នឹងអញ្ចឹងនៅពេលណាដែលយើង check in អត់បានជ្រើសរើសវានឹងលើកមកថាសូមជ្រើសរើសទីផ្សារអញ្ចឹងយើងត្រូវចូលមកជ្រើសរើសកន្លែងទីផ្សារខាងក្រោមហ្នឹងនេះឈ្មោះផ្សារអញ្ចឹងឃើញសញ្ញាដកក្រហមនេះសញ្ញាសួរសញ្ញាទីមក្រហមនោះគឺទីមទាយើងជ្រើសរើសតែម្ដងអញ្ចឹងយើងប៉ះលើវាមកអញ្ចឹងព័ត៌មានខាងលើគេដាក់ថាมันមានផ្សារឬ no have market អញ្ចឹងមានន័យថាកន្លែងហ្នឹងមួយហ្នឹងគឺតំបន់ហ្នឹងគឺมันមានផ្សារទេអញ្ចឹងយើងអាចរើសអាហ្នឹងក៏បានទី2មួយហ្នឹងនៅលើផ្លូវនៅតាមផ្លូវអញ្ចឹងយើងអត់មានផ្សារដែរអញ្ចឹងយើងរើសទៅតាមស្ថានភាពជាក់ស្ដែងយកតាមួយនៅលើផ្លូវឬក៏មួយនឹងអត់នៅលើផ្លូវទេប៉ុន្តែវានៅក្នុងបរិយានៅក្នុងតំបន់មួយដែលអត់មានទីផ្សារទេអញ្ចឹងយើងរើសកន្លែងហ្នឹងតែប្រសិនបើមួយនឹងនៅក្នុងផ្សារសូមជ្រើសរើសឈ្មោះផ្សារខាងក្រោមនេះអញ្ចឹងសូមបងប្អូនបញ្ជាក់អញ្ចឹងលើគេគឺมันមានផ្សារអញ្ចឹងតំបន់ហ្នឹងมันមានផ្សារទេទី2មួយនឹងជាមួយនៅលើផ្លូវនៅតាមផ្លូវបន្តមកខាង3បន្តទៀតគឺជាឈ្មោះផ្សារអញ្ចឹងបញ្ជាក់ថាមួយហ្នឹងស្ថិតនៅក្នុងផ្សារក្រៅផ្សារជុំវិញផ្សារអញ្ចឹងណានៅក្នុងតំបន់ផ្សារហ្នឹងយើងរើសឈ្មោះផ្សារយើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវឧទាហរណ៍មួយនេះគាត់នៅលើផ្លូវទេអញ្ចឹងខ្ញុំរើសថានៅលើផ្លូវនេះមកណាបន្តមកបងប្អូនអាចធ្វើការ check in បានហើយអញ្ចឹងនេះខ្ញុំនៅក្នុង office ខ្ញុំសុំថត check in ចាអូខេនៅពេលដែលយើងជ្រើសរើសព័ត៌មានដែលខ្ញុំបានប្រាប់ហ្នឹងហើយគឺអនុញ្ញាតឲ្យយើងអាចធ្វើការ check in បានដែរអូខេសូមអរគុណ